តើយើងគួររៀននិយាយបែបណាដើម្បីឲ្យគេចូលចិត្តនិងចង់និយាយជាមួយយើងនៅក្នុងជីវិតសពថ្ងៃមួយនេះមិនថានរណាទេគឺតែងតែមានការប្រស្រ័យទាក់ទងគ្នាការរាប់អានមានន័យថាការនិយាយស្ដីជាមួយគ្នាមិនថាបងប្អូនគ្រួសារអ្នកដទៃដែលលោកអ្នកមិនស្គាល់ឬមួយអ្នកដែលរួមការងារឬអាជីវកម្មជាមួយគ្នាទាំងអស់នេះគឺសុទ្ធសឹងតែជាការរាប់អានមួយដ៏ស្មោះត្រង់ដូច្នេះយើងត្រូវចេះរក្សាមិត្តភាពការប្រស្រ័យទាក់ទងគ្នាការរាប់អាននិងត្រូវគោរពឲ្យតម្លៃអ្នកនៅជុំវិញខ្លួនជាពិសេសក្នុងការនិយាយស្ដីធ្វើយ៉ាងណាឲ្យគេចូលចិត្តយើងនិងចង់រស់នៅក្បែរយើងនៅជាមួយយើងដើម្បីឲ្យគេមានអារម្មណ៍ថាយើងជាមនុស្សមានក្រមសីលធម៌ដឹងខុសដឹងត្រូវនិយាយចេះបត់បែនគ្រប់កលៈទេសៈគោរពឲ្យតម្លៃគេទោះទៅដល់ទីណាក៏គេចូលចិត្តហើយចង់នៅក្បែរដែរដូច្នេះខ្ញុំនឹងសូមបកស្រាយថាតើធ្វើដូចយ៉ាងណាដើម្បីឲ្យគេចូលចិត្តយើងក្នុងការនិយាយស្ដី1នៅពេលដែលយើងនិយាយជាមួយនរណាម្នាក់ឬកំពុងតែសន្ទនាពាក្យពេចន៍អ្វីណាមួយរឿងអ្វីមួយសូមលោកអ្នកស្ដាប់គេនិយាយដល់ចប់កុំផាត់ពាក្យអ្នកដទៃការស្ដាប់ល្អបង្ហាញថាអ្នកគោរពគេ2និយាយដោយភាពជាអ្នកវិជ្ជាជីវៈប៉ុន្តែស្រួលស្ដាប់ជៀសវាងនិយាយភាសាដែលរឹងពេកឬស្មុគស្មាញពេក3បើសិនជាយើងចង់ឲ្យគេយល់ស្របក្នុងរឿងណាមួយក្នុងលក្ខខណ្ឌណាមួយយើងត្រូវសួរទៅគេថាសូមអធិស្ឋានផងបាទតើគំនិតនិងចម្លើយដែលខ្ញុំបានលើកយកមកបែបនេះតើលោកគិតយ៉ាងដូចម្តេចដែរការផ្ដល់សិទ្ធិឲ្យគេផ្ដល់ចម្លើយយល់ស្របជាមួយនឹងយើងបែបនេះគឺជាការដ៏ល្អបំផុតជាការគោរពនិងផ្ដល់សិទ្ធិឲ្យអ្នកដទៃអាចបញ្ចេញមតិដូចគ្នាដើម្បីយល់ស្របដើម្បីជៀសវាងការសម្រេចចិត្តតែខ្លួនឯងដោយមិនបានផ្ដល់សិទ្ធិដល់អ្នកដទៃសម្រេចចិត្ត5ប្រើភាសាកាយសម្បទាឲ្យសមរម្យស្និទ្ធស្នាលយើងត្រូវប្រើអត្តចរិតរបស់យើងដើម្បីឲ្យគេគិតថាយើងជាមនុស្សមានអត្តចរិតល្អគួរឲ្យជាទីគោរពសូមបងប្អូនទាំងអស់គ្នាអនុវត្តទាំង5ចំណុចនេះដើម្បីជាការកែលម្អដល់ខ្លួនយើងនៅពេលដែលយើងចេះប្រើពាក្យសម្ដីនិងរឹកពាក្យបែបនេះមិនខ្វះនោះទេអ្នកដែលគេចូលចិត្តស្រឡាញ់ចង់នៅក្បែរយើងចង់និយាយជាមួយយើងមិនត្រឹមតែធ្វើឲ្យខ្លួនយើងល្អនោះទេហើយក៏អាចជាការមេរៀនបង្រៀនដល់អ្នកជុំវិញខ្លួនទៀតផងបើគេឃើញយើងល្អគេនឹងរៀនសូត្រតាមយើងផងដែរបន្ទាប់ពីបងប្អូនបានស្ដាប់ក៏ដូចជាបានយល់នៅចំណុចទាំង6នេះដូច្នេះខ្ញុំនឹងសូមលើកយកនៅបដិបត្តិទាំង3បែបដើម្បីឲ្យបងប្អូនកាន់តែងាយយល់កាន់តែច្បាស់សម្រាប់ការប្រើប្រាស់ជាមួយនឹងមនុស្សជុំវិញខ្លួនទី1ស្នេហាបង្កើតភាពទាក់ទាញផ្ទាល់ខ្លួនបើការជជែកដោយភាពងាយស្រួលយើងត្រូវនិយាយឧទាហរណ៍សួស្តីខ្ញុំឃើញអ្នកញញឹមហើយមានអារម្មណ៍ថាខ្ញុំចង់ស្គាល់អ្នកបន្តិចណាស់ចំណុចបន្ទាប់សួរអំពីគេជាមុនឧទាហរណ៍អ្នកចូលចិត្តធ្វើអ្វីនៅពេលទំនេរនេះបង្ហាញថាអ្នកចាប់អារម្មណ៍ជាមួយគេហើយចំណុចបន្ទាប់សរសើរគេដោយស្មោះត្រង់ឧទាហរណ៍ខ្ញុំគិតថាអ្នកមានសម្លៀកបំពាក់គួរឲ្យចាប់អារម្មណ៍ណាស់ទី2ជួបមនុស្សថ្មីឬមនុស្សដែលអ្នកមិនដែលស្គាល់ជំរុញការសន្ទនាចាប់ផ្ដើមដោយសួរសំណួរសាមញ្ញឧទាហរណ៍តើអ្នកមកពីណាឬតើអ្នកធ្វើការនៅផ្នែកណាចំណុចបន្ទាប់ត្រូវនិយាយជាមួយគេដោយទឹកមុខញញឹមស្នាមញញឹមត្រូវចេះសំពះនិងប្រើសំឡេងដ៏ស្រទន់ពីរោះផ្អែមប៉ុន្តែមិនផ្អែមពេកទេបើផ្អែមដូចស្ករពេកក៏ពិបាកដែរទី3សម្រាប់ទំនាក់ទំនងការងារការនិយាយដោយជំនឿចិត្តឧទាហរណ៍ខ្ញុំមានបទពិសោធន៍ក្នុងការដោះស្រាយនូវបញ្ហាមួយនេះចំណុចបន្ទាប់សួរចំនឹងការគោរពគេឧទាហរណ៍
តើអ្នកអាចប្រាប់ខ្ញុំបន្ថែមអំពីគម្រោងមួយនេះបានទេនៅចំណុចបន្ទាប់ចុងក្រោយនោះយើងត្រូវបង្ហាញអារម្មណ៍របស់យើងប្រាប់គេនៅពេលដែលយើងបានរួមការងារជាមួយគេរួចហើយឧទាហរណ៍យើងត្រូវនិយាយថាខ្ញុំសូមអរគុណណាស់ចំពោះការព្យាយាមក៏ដូចជាសហការជាមួយនឹងខ្ញុំឬខ្ញុំពិតជាអរគុណនិងសប្បាយចិត្តរីករាយណាស់ដែលបានធ្វើការជាមួយនឹងអ្នកការនិយាយបែបនេះលោកអ្នកនឹងទទួលបាននូវទំនាក់ទំនងមួយដ៏ល្អភាពជិតស្និទ្ធស្មោះត្រង់នឹងធ្វើឲ្យគេកាន់តែចូលចិត្តយើងហើយចង់រួមការងារជាមួយយើងទៀតផងក្នុងនាមយើងជាអ្នករួមការងារជាមួយនឹងគ្នាត្រូវចេះមានអារម្មណ៍យល់យោគគ្នាយកចិត្តគេដាក់ចិត្តយើងបារម្ភសួរសុខទុក្ខលើកទឹកចិត្តនិងផ្ដល់កម្លាំងចិត្តឲ្យគ្នាទៅវិញទៅមកត្រូវចេះសាមគ្គីភាពទើបការងារអាចជោគជ័យនិងរលូនបងប្អូនហើយយើងអត្ថបទដែលខ្ញុំបានបកស្រាយនេះយកទៅអនុវត្តសម្រាប់ខ្លួនឯងជាមួយនឹងមនុស្សជុំវិញខ្លួនការនិយាយមានក្រមសីលធម៌ទោះទៅដល់ទីកន្លែងណាក៏គេចូលចិត្តយើងជាចុងក្រោយខ្ញុំបាទសូមអរគុណទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលក្នុងការស្ដាប់នៅអត្ថបទរបស់ខ្ញុំសូមអរគុណសូមជូនពរនូវសុខភាពល្អបានជោគជ័យនៅគ្រប់ភារកិច្ចទាំងឡាយផងដែរសូមពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំបាទនៅវីដេអូក្រោយ